នៅពេលដែលអារ្យល្បួងព្រះយេស៊ូវនៅក្នុងការគម្ពីរលូកាចំពុក4នៅពេលដែលព្រះយេស៊ូវបានពេញដោយព្រះវិញ្ញាណបរិសុទ្ធបើសិនជាមានព្រះគម្ពីរបងប្អូនបើកទៅព្រះគម្ពីរលូកាចំពុក4ខ5ដល់ខ13ខ្ញុំសូមអានជូនបន្តិចដើម្បីនឹងលម្អិតជាមួយគ្នាអារ្យក៏នាំត្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់បង្ហាញនូវគោលនៅលោកីទាំងអស់ក្នុងមួយផ្លេតនោះហើយទូលថាខ្ញុំនឹងឲ្យអំណាចនិងសេរីលំអនៃនគរទាំងនេះដល់អ្នកត្បិតបានប្រគល់មកខ្ញុំហើយខ្ញុំនឹងឲ្យដល់អ្នកណាសាច់នឹងចិត្តខ្ញុំដូច្នេះបានអ្នកក្រាបថ្វាយបង្គំខ្ញុំនោះទាំងអស់នឹងបានជារបស់អ្នកតែព្រះយេស៊ូវឆ្លើយតបថាសាតាំងអើយចូលថយទៅក្រោយអញទៅត្បិតមានសេចក្តីចែងទុកមកថាត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនេះឯងហើយគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះរួចវានាំទ្រង់ទៅឯក្រុងយេរូសាឡឹមដាក់នៅលើកំពូលព្រះវិហារទូលថាបើអ្នកជាព្រះរាជបុត្រានៃព្រះមែនចូលទម្លាក់ខ្លួនពីនេះទៅក្រោមចុះត្បិតមានសេចក្តីចែងទុកមកថាទ្រង់នៅបង្គាប់ពួកទេវតាទ្រង់ពីដំណើរអ្នកឲ្យថែរក្សាអ្នកទេវតានោះនឹងទ្រអ្នកដោយដៃក្រែងជើងអ្នកទង្គិចនឹងថ្មតែព្រះយេស៊ូវមានព្រះបន្ទូលតបថាមានបទគម្ពីរដែលថាកុំឲ្យលបងព្រះអម្ចាស់ជាព្រះនៃឯងឡើយកាលអារ្យបានលបួងសពគ្រប់ហើយនោះក៏ថយចេញពីទ្រង់ទៅទាល់តែមេឃអាកាសទៀតបទគម្ពីរនេះអារ្យបានដកស្រង់នៅខគម្ពីរនៅក្នុងព្រះគម្ពីរសញ្ញាចាស់មកលបួងព្រះយេស៊ូវដែរនៅពេលដែលព្រះយេស៊ូវបានឆ្លងកាត់ការលបួងទាំងអស់នេះព្រះអង្គអាចបានធ្វើអីផ្សេងឬក៏បង្ហាញពីប្រជាស្ដាររបស់ព្រះអង្គទេព្រះអង្គយកព្រះបន្ទូលព្រះអង្គដដែលយកព្រះបន្ទូលយកមកឆ្លើយតបជាមួយអារ្យនិយាយឃើញនៅក្នុងខខ្លះអារ្យបានប្រើព្រះគម្ពីរខបរិបទយកមកបន្លំយកមកបញ្ឆោតព្រះយេស៊ូវគ្រីស្ទប៉ុន្តែព្រះយេស៊ូវគ្រីស្ទព្រះអង្គជ្រាបច្បាស់ពីព្រះបន្ទូលព្រះអង្គបានឆ្លើយតបដោយមានការជ័យជំនះអត់មានការធ្វើលបួងតទៅសោះបងប្អូនអាចមើលបាននៅក្នុងខគម្ពីរដែលខ្ញុំចង់បង្ហាញបងប្អូនដូចព្រះយេស៊ូវមានបន្ទូលថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេតើព្រះយេស៊ូវយកខគម្ពីរនឹងចេញពីណានៅក្នុងព្រះគម្ពីរសញ្ញាចាស់បងប្អូនមើលនៅក្នុងព្រះគម្ពីរចោទយាកថាជំពូក8ខ3ព្រះយេស៊ូវបានយកខគម្ពីរនេះមកឆ្លើយតបនឹងអារ្យដែលអារ្យបញ្ឆោតព្រះអង្គថាបើអ្នកជាព្រះរាជបុត្រានៃព្រះមែនចូលធ្វើឲ្យថ្មនឹងក្លាយជានំប៉័ងទៅដល់ព្រះយេស៊ូវថាមនុស្សមិនមែនរស់សារតែនំប៉័ងប៉ុណ្ណោះទេហើយដកចេញពីព្រះគម្ពីរចោទយាកថាជំពូក8ខ3មួយទៀតនៅពេលអារ្យលបួងព្រះយេស៊ូវថាឲ្យតែព្រះអង្គថ្វាយបង្គំដល់វានឹងឲ្យរបស់ដែលនៅលើនគរលផែនដីនឹងទៅកាន់ព្រះអង្គហើយព្រះអង្គមានបន្ទូលថាម៉េចនៅក្នុងខនោះថាម៉េចថាត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯងហើយគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះដល់ពេលដែលព្រះអង្គឆ្លើយប៉ុណ្ណឹងតើព្រះអង្គដកព្រះគម្ពីរនេះចេញពីខាងណាដល់ព្រះគម្ពីរសញ្ញាចាស់គឺនៅក្នុងចោទយាកថាជំពូក6ខ13ភាគច្រើនគឺនៅក្នុងព្រះគម្ពីរចោទយាកថាហើយយើងមើលឃើញនៅក្នុងឃ្លាមួយទៀតនៅពេលអារ្យនាំព្រះយេស៊ូវទៅលើក្រុងយេរូសាឡឹមនៅលើកំពូលព្រះវិហារហើយឲ្យព្រះអង្គលោតពីព្រះវិហារទម្លាក់ខ្លួនមកខាងនេះប្រើពាក្យទម្លាក់ខ្លួនពីក្រោមទៅចុះហើយព្រះយេស៊ូវបានធ្វើតាមវាអត់ទេហើយអារ្យក៏បានប្រើខ្វូតមួយនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក91ខ11ដល់ខ12ដែលវានិយាយថាទ្រង់នៅបង្គាប់ពួកទេវតាទ្រង់ពីដំណើរឲ្យថែរក្សាអ្នកទេវតានោះនឹងទ្រអ្នកដោយដៃក្រែងជើងអ្នកទង្គិចនឹងថ្មបើសិនជាបងប្អូនមានព្រះគម្ពីរបាទព្រះគម្ពីរទំនុកដំកើងជំពូក91ខ11ដល់ខ12ទៅអារ្យបានដកខគម្ពីរនឹងមកលបងលោមកបញ្ឆោតព្រះហើយមើលព្រះយេស៊ូវបានឆ្លើយតបថាម្ដេចនៅពេលបន្ទាប់ទៀតព្រះយេស៊ូវមានបន្ទូលថាកុំឲ្យលបងព្រះអម្ចាស់ជាព្រះនៃឯងឡើយតើព្រះអង្គយកខ្វូននោះពីខាងណាមកព្រះគម្ពីរណាព្រះគម្ពីរចោទយាកថាជំពូក6ខ16កុំឲ្យឯងរកគ្នាលបងលោព្រះយេហូវ៉ាជាព្រះនៃឯងដូចជាបានលបងទ្រង់នៅត្រង់ម៉ាសានោះឡើយព្រះយេស៊ូវបានដកខគម្ពីរជាព្រះបន្ទូលឆ្លើយតបជាមួយនឹងការបបបញ្ឆោតរបស់អារ្យនេះគឺជារឿងមួយដែលព្រះអង្គបានធ្វើបង្ហាញប្រយោជន៍ថាព្រះបន្ទូលមានអំណាចណាស់បានជាគ្រឹះបកសាសនាថ្ងៃនេះខ្ញុំមិនដឹងថាពួកគាត់យ៉ាងម៉េចជឿព្រះអង្គហើយអត់អានគម្ពីរដល់ពេលដែលមានការលបួងតាមរយៈដែលគាត់និយាយក៏អធិដ្ឋានដោយពុំបានអានព្រះគម្ពីរគឺសឹងតែដូចខ្ញុំនិយាយច្រើនដងតទៅនឹងការអធិដ្ឋានតាំងពីការអធិដ្ឋាននិងការអានព្រះគម្ពីរទាំងពីរហ្នឹងដើរទន្ទឹមគ្នាប្រៀបដូចជាថ្នល់រថភ្លើងចឹងថ្នល់រថភ្លើងវាទៅទាំងពីរជាមួយគ្នាបើអត់មួយរថភ្លើងមិនអាចបើកកើតទេវាប្រៀបដូចជាដែលគ្រូ C.S. Spurgeon បានលើកឡើងថាការអធិដ្ឋាននិងការ
អានព្រះគម្ពីរប្រៀបតិចដូចជាយើងដកដង្ហើមចេញនិងដង្ហើមចូលយើងមិនអាចដកដង្ហើមចូលដោយមិនបាត់ដកដង្ហើមចេញទេយើងទាំងពីរគឺធ្វើការជាមួយគ្នាបងប្អូនសាកសម័យពីការដកដង្ហើមបងប្អូនដល់បងប្អូនគិតតែពីដកចូលរហូតឬក៏ត្រូវវាចេញវិញដូចគ្នាដែរការអធិដ្ឋានគឺយើងអធិដ្ឋានការអាប់រងពីគឺតន្ទឹមគ្នាព្រះបន្ទូលជាការដែលការពីយើងអំពីសេចក្តីល្បួងការបបបញ្ឆោតការល្បួងលោផ្សេងគឺបបសតច្រើនណាស់ដែលធ្វើប្រហែសនឹងការអានព្រះបន្ទូលព្រះទោះបីជាព្រះបន្ទូលព្រះបានប្រាប់ថាឧស្សាហ៍អានព្រះគម្ពីរឧស្សាហ៍មើលព្រះគម្ពីរអានព្រះគម្ពីរគឺបបសតខ្លះអត់អញ្ចឹងខ្ញុំពេលខ្លះខ្ញុំអត់ចង់រាប់ពូគាត់ជាគ្រូបបសតផងដល់ពេលដែលគាត់បានអានព្រះគម្ពីរតទៅសគាត់មិនរវល់ពេកទេគាត់មិនខ្វះគម្ពីរអានទេទូរស័ព្ទក៏មានគម្ពីរសឹងតែងាកទៅខាងណាក៏មានគម្ពីរដែរតែពួកគាត់អាចអានដល់ពេលដែលជួបការលបួងការបោះបញ្ឆោតវិញ្ញាណអីផ្សេងទៅបបន្លាយគាត់អត់មានអីឆ្លើយតបគាត់ដេញរាក់ដែរគាត់អធិដ្ឋានដេញហើយអ្នកខ្លះចាអធិដ្ឋានដេញតែអត់ទៅនេះគឺជាគ្រោះថ្នាក់ដល់បងប្អូនជាគ្រោះថ្នាក់នឹងការធ្វើប្រហែសរបស់បងប្អូនតើព្រះបន្ទូលព្រះនឹងការពីបងប្អូនបើសិនជាបងប្អូនអានព្រះគម្ពីរបានប្រាប់យើងច្រើនណាស់អំពីសារៈប្រយោជន៍នៃព្រះបន្ទូលរបស់ព្រះគម្ពីរហេព្រើរចំពោះ4ខ12បានប្រាប់យើងហើយអំពីព្រះបន្ទូលល្អពូកែហើយមុតជាងដាវណាមានមកពីទៀតយ៉ាកុបចំពោះ1ខ21បានប្រាប់ថាព្រះបន្ទូលនោះឯងអាចសង្គ្រោះប្រលឹងយើងរកគ្នាបានអេបេសូបានប្រាប់យើងអំពីឲ្យយើងពាក់គ្រឿងសឹករបស់ព្រះដើម្បីអីដើម្បីប្រឆាំងឲ្យឈោមមុំប្រឆាំងនឹងទោះនឹងអបាយកលទាំងអបាមានរបស់អរិយហើយយើងឲ្យអានព្រះគម្ពីរសោះឲ្យធ្វើម៉េចទៅបើសិនជាបងប្អូនមើលនៅក្នុងព្រះគម្ពីរអេផេសូចំពោះ6ខ11ដល់ខ18ហើយនៅក្នុងខ17បានប្រាប់ថាម៉េចចូលយកសេចក្តីសង្គ្រោះទុកជាមួកសឹកនិងដាវរបស់ព្រះវិញ្ញាណដែរគឺជាព្រះបន្ទូលហើយបើសិនជាបងប្អូនអត់អានព្រះបន្ទូលព្រះអត់បងប្អូនមានដាវព្រះវិញ្ញាណណាព្រះបន្ទូលគឺជាអ្វីដែលព្រះវិញ្ញាណបណ្ដាតែងព្រះបន្ទូលបានប្រាប់រកអបិយកលទោះប្រឆាំងជាមួយនៅវិញ្ញាណបញ្ឆោតអបាយកលរបស់អរិយប៉ុន្តែគឺបោះសត្វគ្នាអានព្រះគម្ពីរទេដល់ពេលដែលមានការលបួងការបបញ្ឆោតការលួងលោមការកុហកដោយសាតាំងលបួងព្រះយេស៊ូវចឹងបើសិនជាព្រះយេស៊ូវអត់ស្គាល់បទគម្ពីរទេអត់ស្គាល់ចេះព្រះគម្ពីរទេព្រះអង្គនឹងធ្លាក់ការលបួងរបស់អរិយហើយប៉ុន្តែព្រះអង្គចេះព្រះគម្ពីរព្រះអង្គដឹងអំពីព្រះគម្ពីរបានជាព្រះអង្គយកព្រះគម្ពីរខព្រះបន្ទូលព្រះអង្គនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឆ្លើយតបទៅវាទោះបីជាវាព្យាយាមយកខគម្ពីរណាមួយមកកែឲ្យបរិបត្តិដើម្បីបញ្ឆោតដល់ព្រះអង្គក៏ព្រះអង្គអត់ធ្លាក់ក្នុងការលបួងរបស់វាដែរការលបួងរបស់អរិយចំពោះព្រះយេស៊ូវនេះព្រះអង្គបានធ្លាក់ការលបួងទេព្រះអង្គឈ្នះលើសេចក្តីលបួងបានជាព្រះអង្គឲ្យយើងជាគ្រឹះបរិស័ទនេះអានព្រះបន្ទូលរបស់ផងព្រះបើសិនជាបងប្អូនជួបស្ដីលបួងការឆ្លើយតបរបស់យើងវាជាការត្រឹមត្រូវដែលបងប្អូនលើកឡើងពីការអធិដ្ឋានប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេយើងត្រូវតែចេះដឹងព្រះបន្ទូលព្រះយើងត្រូវតែអានព្រះបន្ទូលព្រះសិនជិនគិតអំពីព្រះបន្ទូលព្រះហើយទុកចិត្តលើព្រះបន្ទូលព្រះទុកចិត្តលើព្រះបន្ទូលព្រះជឿលើព្រះបន្ទូលព្រះអធិដ្ឋានទាំងជឿលើព្រះបន្ទូលព្រះមិនមែនគ្រាន់អធិដ្ឋានទេពេលខ្លះបងប្អូនដែលនិយាយថាអូពេលដែលខ្ញុំជួបការលបួងខ្ញុំអធិដ្ឋានពេលខ្លះការអធិដ្ឋានបងប្អូនក៏វាមិនស្របតាមបំណងព្រះハទេព្រះដែរពីព្រោះបងប្អូនអានគម្ពីរប៉ុណ្ណឹងមិនដឹងយកពីបំណងព្រះハទេព្រះអង្គផងដល់ពេលដែលយើងអានព្រះគម្ពីរការអធិដ្ឋានរបស់យើងកាន់តែស្របតាមបំណងព្រះハទេព្រះអង្គការពារយើងការពារស្ដេចជំនឿយើងតាមរយៈព្រះបន្ទូលព្រះនឹងឯងបងប្អូនមិនអាចលូតលាស់ជាគ្រឹះបរិស័ទពេញវ័យបានដោយតាមរយៈខ្លួនឯងតាមរយៈការនឹកឃើញអធិដ្ឋានតាមការនឹកឃើញចាក់ចង់ម្ដងមកការមករកព្រះម្ដងអត់ទេយើងត្រូវតែខ្ជាប់ខ្ជួនជានិច្ចក្នុងព្រះបន្ទូលព្រះខ្ញុំឮពីរឿងនេះចំពោះសមាជិកបងប្អូនមួយចំនួនទៀតដែលគាត់លើកឡើងអំពីគាត់ត្រូវខ្មោចលោមគាត់ត្រូវឃើញវិញ្ញាណមករកគាត់ហើយគាត់ព្យាយាមទៅឋានដេញតែអត់ទៅគាត់ថានេះអត់ទៅបងប្អូនព្រះបន្ទូលព្រះសំខាន់ទាំងពីរតែការអធិដ្ឋាននិងការអានព្រះគម្ពីរនៅក្នុងមានសម្រងសម្ដីលោកគ្រូម្នាក់ក៏បានលើកឡើងថាអារ្យអត់ខ្លាចព្រះគម្ពីរដែលពេញដោយធូលីដីទេគាត់និយាយបែបនេះអារ្យមិនខ្លាចព្រះគម្ពីរដែលពេញដោយធូលីដីទេគឺចង់បែរន័យថាគាត់អត់អារ្យអត់ខ្លាចគ្រឹះបរិស័ទណាដែលមិនអានព្រះគម្ពីរទេវាអត់ខ្លាចទេបើសិនជាគ្រឹះបរិស័ទណាដែលមិនអានព្រះគម្ពីរទេវាងាយស្រួលណាស់ពីព្រោះគ្រឹះបរិស័ទនោះអត់ចេះព្រះគម្ពីរទេគ្រាន់តែវាបញ្ឆោតគ្រាន់តែវាធ្វើអីមួយវាដឹងពីព្រោះក្នុងព្រះគម្ពីរអេផេសូតបានប្រាប់ថាអារ្យក្រវ៉ែលនៅជុំវិញយើងដូចជាសិង្ហនឹងលេខត្របាក់ដល់អ្នកណាដែលខ្សោយតែយើងខ្សោយអីគេគឺខ្សោយព្រះបន្ទូលព្រះនឹងឯងយើងអត់ដឹងអីទាំងអស់យើងអត់មានដាវយើងអត់មានព្រះបន្ទូលនឹងការដែលតតាំងជាមួយនឹងវា
បានជាអារក្សក្រវ៉ែលដល់គ្រឹះរបស់សត្វណាដែលខ្សោយដែលវាអាចលេបត្របាក់បានតើខ្សោយអីគេមិនខ្សោយដោយសារយើងសុខភាពមិនល្អខ្សោយអីគេការខ្សោយដែលបំផុតដែលវាផ្ដោតគឺការដែលយើងមិនដឹងព្រះបន្ទូលព្រះមិនចេះព្រះបន្ទូលព្រះបានជាវាបញ្ឆោតយើងតាមវិធីណាដែលវាអាចបញ្ឆោតបានជាព្រះបន្ទូលព្រះនៅក្នុងអេផេសូបានប្រាប់យើងថាឲ្យយើងពាក់គ្រឿងសឹករបស់ព្រះហើយឈរឲ្យមាំមួនពណ៌នឹងអបាយកទាំងអបាមារបស់អារក្សអំបាមារបស់អារក្សឲ្យព្រមទាំងព្រួញភ្លើងរបស់អារក្សដែរបើសិនជាបងប្អូនមើលក្នុងអេផេសូជំពូក6ខ11ដល់ខ17បើសិនជាបងប្អូនបានអានព្រះគម្ពីរទេបងប្អូនងាយស្រួលមែនទែនក្នុងការដែលបិឆោតធ្លាក់ទៅក្នុងអន្ទាក់របស់អារក្សងាយស្រួលណាស់បើសិនជាបងប្អូនខ្លាចឲ្យបងប្អូនឲ្យមានព្រះបន្ទូលព្រះអង្គជាអ្នកកំសាន្តចិត្តឲ្យយើងដឹងថាអូព្រះបន្ទូលព្រះអង្គការពារយើងត្រូវតែឈោមមាំមានទំនុកចិត្តមានជំនឿរឹងមាំទៅចំអងយើងអត់ដឹងយើងអង្គពីយើងអត់ដឹងទាំងអស់ហើយយើងឆ្លើយតបមិនទៅបងប្អូនដំណោះស្រាយដែលខ្ញុំលើកទឹកចិត្តបងប្អូនការអានព្រះបន្ទូលព្រះសំខាន់ណាព្រះគម្ពីរយ៉ាកុបក៏បានប្រាប់យើងដែរឲ្យយើងតស៊ូនឹងអារក្សនោះអារក្សនឹងរត់ចេញពីយើងបើសិនជាបងប្អូនខ្ញុំនិយាយស្មោះត្រង់បើសិនជាបងប្អូនមិនអានព្រះគម្ពីរទេបងប្អូននឹងងាយនឹងការធ្លាក់នឹងការបិឆោតរបស់អារក្សហើយនៅពេលដែលគេនិយាយថាអូដូចកាលម្ដាយរបស់ខ្ញុំស្លាប់ហើយមានអ្នកអត់ជឿមកប្រាប់អ្នកអត់ជឿគេនិយាយតំណនៅក្នុងភូមិហ្នឹងគេថាអូទៅវត្តក៏ដាក់បាយបិណ្ឌទៅប្រជុំបិណ្ឌអីហ្នឹងក៏ទៅវត្តក៏ឃើញគេនិយាយតំណាថាម្ដាយរបស់ខ្ញុំអត់មានអីហូបទេស្គមរីងរៃអីចឹងទៅមានអ្នកអត់ជឿខ្លះក៏ថាអូម្ដាយរបស់ខ្ញុំមកបញ្យោសពប្រាប់តែនេះឲ្យតែនេះមកប្រាប់ពួកខ្ញុំថាឲ្យយកមកហូបទៅវត្តវេឲ្យគាត់ផងគាត់អត់មានអីហូបទេគាត់លំបាកណាស់ហើយថាបើមិនយកទៅទេជាមើលពុកម្ដាយដាក់ទោសដាក់តនីអីចឹងទៅឲ្យយើងរស់ស៊ីក្រីក្រយើងបាទលោកកៃនិយាយចឹងប៉ុន្តែយើងដឹងស្ដីពិតក្នុងព្រះបន្ទូលព្រះបានប្រាប់រួចទៅហើយថាអ្នកស្លាប់ទៅហើយมันអាចនឹងមានទំនាក់ទំនងมันអាចទទួលទានអាហារដែលយើងបរិភោគបានទេมันអាចតទៅសោះព្រោះឋានដែលគាត់ទៅនោះវាខុសពីអ្វីដែលយើងនៅលើផែនដីនេះទោះបីយើងព្យាយាមយ៉ាងណាក៏ដោយយើងស្គាល់ព្រះបន្ទូលព្រះយើងដឹងថាគាត់និយាយនោះមិនមែនជាវិញ្ញាណម៉ែរបស់យើងទេម៉ែរបស់យើងស្លាប់បាត់ទៅហើយគាត់ទៅកន្លែងមួយដែលមិនមែនទទួលអាហារបរិភោគដែលយើងរស់នៅលើសាច់ឈាមនេះទេក្នុងពុទ្ធសាសនាក៏និយាយដែរថាទៅកន្លែងមួយដែលនិព្វានសូន្យឈឹងគឺវាឈឹងអត់មានអីត្រូវពាក់ព័ន្ធទោះបីជាមានអ្នកខ្លះគាត់ខំព្យាយាមដុតផ្ទះដុតលុយដុល្លារខ្លាំងខ្លាយទៀតលុយខ្លាំងខ្លាយទៀតផ្ទះកណ្ដាលឧទ្ទិសឲ្យគាត់ឲ្យលោកគាត់ទៅដល់ឋានខាងមុខអត់មានផ្ទះនៅអត់មានលុយចាយអត់មានកៅអៅស្លៀកពាក់អត់មានចាញ់ដូច្នោះទេព្រះគម្ពីរបានប្រាប់ថាមនុស្សតែស្លាប់ទៅហើយគឺទៅកន្លែងមួយដែលវាមិនមែនជាកន្លែងដែលត្រូវទទួលអាហារបរិភោគដូចយើងទេកន្លែងមួយដែលបើគាត់រួចពីបាបគាត់នឹងទៅឋានមួយដែលសុខបានទទួលការសង្គ្រោះរួចពីអំពើបាបដោយជឿលើព្រះយេស៊ូវគ្រីស្ទដែលបើសិនជាគាត់មិនបានទទួលជឿលើព្រះយេស៊ូវគ្រីស្ទជាប់នៅក្នុងអំពើបាបជាគឺកន្លែងមួយដែលហេតុពីនេះហើយយើងមិនអាចធ្វើអ្វីមួយឧទ្ទិសដល់គាត់បានទេចាំបានខ្ញុំឆ្លើយតបជាមួយនឹងគាត់ទៅនោះមិនមែនជាវិញ្ញាណរបស់ម្ដាយរបស់ខ្ញុំមកបញ្យោសពប្រាប់ឬក៏ឃើញទេគឺជាវិញ្ញាណបញ្ឆោតអារក្សស្គាល់យើងច្បាស់ណាស់អារក្សស្គាល់ដូនតាយើងច្បាស់ណាស់បើសិនជាយើងអត់ស្គាល់ព្រះគម្ពីរទេយើងលឺតែគេនិយាយចឹងមែនម៉ែខ្ញុំអត់មានអីហូបមែនគាត់ប៉ាជាលំបាកយើងធ្វើតាមគេយើងទៅយកបាយទៅវត្តយកទៅឧទ្ទិសតាមគេយើងធ្វើអញ្ចឹងយើងខុសប្រាជ្ញាពីស្ដីពិតបាត់ព្រះគម្ពីរបានប្រាប់ឲ្យមនុស្សដែលស្លាប់ទៅហើយมันមានទំនាក់ទំនងជាមួយយើងដែលនៅលើរូបនេះទេទោះបីជាវាព្យាយាមអារក្សវាប្រែកាឡាក្នុងព្រះគម្ពីរមួយទេសាឡូនីកបានប្រាប់យើងថាអារក្សក៏ខ្លាញ់ខ្លួនធ្វើជាទេវតាពន្លឺដែរតែយើងដឹងហើយបើយើងដឹងពីរឿងអារក្សខ្លាញ់ខ្លួនជាទេវតាពន្លឺបានព្រះគម្ពីរបានប្រាប់ដូច្នេះបើសិនជាវាខ្លាញ់ខ្លួនជានរណាម្នាក់បានប្រាប់យើងអត់មានអីត្រូវជាខ្វល់ព្រោះយើងដឹងការពិតទៅហើយយើងបដិសេធមិនមែនជាវិញ្ញាណរបស់ម៉ែយើងមកទេមិនមែនជាវិញ្ញាណសន្តានយើងបងប្អូនយើងមកទេគឺជាអារក្សដែលបន្លំយើងឲ្យយើងធ្វើតាមរបស់វាធ្វើឲ្យយើងធ្វើអីតាមបាទទិសអីផ្សេងៗទៅតែយើងស្គាល់ព្រះបន្ទូលព្រះហើយព្រះអង្គអត់ឲ្យយើងធ្វើយ៉ាងចឹងទេបើជាយើងដឹងថាមិនមែនជាម៉ែខ្ញុំទេវាជាវិញ្ញាណបញ្ឆោតយើងបដិសេធយើងអត់ធ្វើតាមយើងគេចេញពីព្រោះយើងដឹងសេចក្តីពិតថាព្រះអង្គគង់នៅអ្នកដែលស្លាប់ទៅហើយมันអាចមានទំនាក់ទំនងជាមួយដល់មនុស្សនៅរស់ទៀតទេហើយក៏គ្មានជាតិមុនជាតិក្រោយនោះដែរព្រះគម្ពីរហេព្រើរបានប្រាប់យើងថាព្រោះតម្រូវឲ្យមនុស្សស្លាប់មួយដងរួចសឹមជួបចំណងជម្រះ
តែស្រាប់តែហើយគឺត្រូវជួបជំនុំជម្រះអត់មានវិលវវត្តសង្សារវិលទៅលើផែននេះទេអត់មានចឹងទេបងប្អូនអើយសូមមេត្តាអានព្រះគម្ពីរព្រះគម្ពីរមានអំណាចលុះត្រាតែបងប្អូនអានវាអានហើយចោះចូលជាមួយព្រះបន្ទូលព្រះជឿអធិដ្ឋានអានព្រះគម្ពីរអ្វីដែលបងប្អូនឆ្លងកាត់ខ្ញុំឆ្លងកាត់ដូចគ្នាដល់គាត់ខ្ញុំនៅតូចខ្ញុំខ្លាចខ្មោចខ្ញុំខ្លាចវិញ្ញាណបិឆោតខ្ញុំអានព្រះគម្ពីរខ្ញុំអានហើយខ្ញុំអធិដ្ឋានខ្ញុំទុកចិត្តលើព្រះបន្ទូលព្រះអង្គតាមពីខ្ញុំជឿព្រះមកអត់ដែលមានការបន្លាចឬអីទេឪពុករបស់ខ្ញុំក៏ធ្លាប់ចឹងដែរឪពុករបស់ខ្ញុំជឿព្រះអង្គដោយសារតែព្រះគម្ពីរយូហានខ្សែទី1ចំពោះ4ខ4ដោយបាត់គាត់ជឿថាព្រះយេស៊ូវនេះឯងជាព្រះដែលមានអំណាចលើអារក្សបើសិនជាបងប្អូនមើលព្រះគម្ពីរទៅមើលទៅក្នុងយូហានខ្សែទី1ចំពោះ4ខ4ដែលបញ្ជាក់អំពីអំណាចរបស់យើងធំជាងអានោះនៅលើផែនដីមិនមែនធម្មតាទេបងប្អូនធំជាងអានោះនៅលើផែនដីអញ្ចឹងអារក្សមិនអាចប៉ះពាល់យើងបានទេវាអាចមានអត្តពលលបួងយើងផ្សេងតែវាមិនអាចមកបំផ្លាញជីវិតរបស់យើងមកដូចក្នុងរឿងមកកាច់កយើងធ្វើអំពើលើយើងបានទេអំណាចព្រះធំជាងអារក្សហើយមិនមែនធំជាងវាបន្តិច1% អត់ទេធំជាងវាឆ្ងាយណាស់នៅព្រះគម្ពីរយ៉ាកុបក៏បានតែអារក្សខ្លាចព្រះអារក្សជឿព្រះហើយវាព្រឺខ្លាចព្រះណាស់បានជាយើងជាគ្រឹះបោះសាច់យើងត្រូវតែជួបជាមួយនឹងព្រះបន្ទូលព្រះបន្ទូលនោះឯងជាដាវនៃព្រះវិញ្ញាណនោះឯងដែលជាព្រះបន្ទូលសូមបងប្អូនចូលជាមួយព្រះបន្ទូលព្រះបើសិនជាមានការបួងសូមបងប្អូនប្រើព្រះបន្ទូលព្រះអង្គតយន្តឆ្លើយតបហើយតស៊ូជាមួយនឹងវានោះអារក្សនៅរត់ចេញព្រះគម្ពីរយ៉ាកុបបានប្រាប់ថាអារក្សនៅរត់ចេញពីយើងដល់ពេលយើងតស៊ូជាមួយវាកុំខ្លាចកុំបាក់ស្បាតតែបងប្អូនបាក់ស្បាតបងប្អូនអាចធ្លាក់ហើយត្រឡប់ទៅក្នុងជីវិតមួយដែលលែងជឿដើរចេញពីជំនឿបុកមានគឺបាក់សាច្រើនណាស់ដែលគាត់ជួបការបួងលោផ្សេងគាត់បរាជ័យក៏ត្រឡប់ទៅកាន់ជីវិតចាស់វិញនេះជាអ្វីមួយដែលខ្ញុំចង់លើកចិត្តបងប្អូនថាព្រះបន្ទូលអាចសង្គ្រោះប្រលឹងអ្នករាល់គ្នាបានព្រះអង្គព្រះយ៉ាកុបចំពោះ1ខ21សូមប្រាំទានពរជួបគ្នានៅវីដេអូក្រោយៗទៀតបាទ